នេះគឺជាកុំព្យូទដែលមានមុខស្តៀងគ្នាខ្លាំងមែនទែនស្តៀងរហូតដល់ 9.99% ឯណោះហើយតើគេក៏បានអញ្ជើញពីអ្នកគាត់នឹងមកចូលរួមនៅក្នុងកម្មវិធី First ID មុនដំបូងគឺគេបានឲ្យអ្នកជំនាញ3នាក់មករៀបគូកងមុខបោះកូនភ្លោះនឹងក៏ប៉ុន្តែគូកងអត់ត្រូវគេសម្បីតែម្ចាស់ខ្លួន2នាក់បងប្អូនភ្លោះនឹងគូកងអត់ត្រូវដែរដោយសារតែមានមុខស្តៀងគ្នាខ្លាំងពេកបន្ទាប់មកគេក៏ដាក់កម្មវិធី First ID នឹង scan First ID នឹងគេថា scan ត្រូវខ្លាំងមែនទែនអ្នកនរគ្នាអញ្ចឹងបានគេថាបច្ចេកវិទ្យាឥឡូវគឺថាបកខែខ្លាំងមែនទែនបន្ទាប់មកគេឲ្យបរិះអ្នកនេះ scan រួចទៅឲ្យបរិះអ្នកនេះគឺតែងខ្លួនទៅជាមនុស្សម្នាក់ផ្សេងទៀតហើយឲ្យចូលទៅក្នុងក្រុមមួយហ្វូងបន្ទាប់មកកម្មវិធី Face ID នេះគឺវានៅតែស្គាល់អញ្ចឹងបើនិយាយពីកម្មវិធី Face ID iPhone វិញក៏មិនធម្មតាដែរអ្នកនរគ្នាសូម្បីតែយើងនៅកន្លែងងឹតវាឃើញមុខយើងតិចតិចក៏វា scan កើតដែរអត់តែពេលពាក់ម៉ាស់ទេណាហ្នឹងបើសិនបើករណីនៅពេលដែលយើងដាក់ scan មុខពេលយើងពាក់ម៉ាស់គឺនៅតែចេញដែរអត់កើតទេណាបច្ចេកវិទ្យាឥឡូវគឺថាឆ្លាតខ្លាំងមែនទែនសូម្បីតែបងប្អូនពីរនាក់នេះផ្គុំរូបខ្លួនឯងក៏ផ្គុំអត់ត្រូវដែរក៏ប៉ុន្តែមកត្រូវមួយកម្មវិធី Face ID នេះវិញ